ព្រឹកឡើងមិនទាន់ទេទាញទូរស័ព្ទមកមើលព័ត៌មានហើយចង់ដឹងថាតើសង្គ្រាមដល់ណាហើយវាបញ្ចប់ហើយនៅតែពួកវានៅព្រមបញ្ចប់ទេបងប្អូនវានៅបន្តបាញ់ផ្លោងមកគ្រាន់តែបើកមើលឃើញព័ត៌មានហើយគឺភ័យធ្វើការមិនចង់កើតទេបងប្អូនអាណិតដល់ជនភៀសសឹកអាណិតដល់ក្មេងៗព្រឹកមិញប្រហែលជាម៉ោង10វាទៅទម្លាក់នៅបាត់ដំបងចិត្តភ្នំអាណន់ឃើញសិស្សសាលារត់ជួយឆ្វាចហើយក្មេងៗខ្លះគាត់ត្រូវរងចាំឪពុកម្ដាយមកយកពីសាលារៀនហើយគាត់ភ័យនិយាយទៅអារម្មណ៍ដែលឮសំឡេងគ្រាប់នឹងមិនដឹងថាគាត់ភ័យប៉ុណ្ណាទេបងប្អូនអើយយើងឃើញហើយបានត្រឹមតែសំណោះប៉ុណ្ណោះថាហេតុអីបានប្រទេសយើងត្រូវមកជួបរឿងអយុត្តិធម៌បែបហ្នឹងប្រទេសយើងតូចហេតុអីបានវាគិតថាប្រទេសយើងទៅរំលោភបំពានវាប្រើយន្តហោះទំនើបយកមកទម្លាក់នៅស្រុកយើងទាំងដែលយើងមិនតាហ៊ានសម្បីតែបាញ់ផ្លោងដល់ទឹកដីវាក៏មិនហ៊ានដែរហេតុអីបានវាហ៊ានដល់ថ្នាក់ហ្នឹងវាគ្មានបេះដូងអីពួកអស់សៀមអស់ហ្នឹងឃើញប្រជាជនឃើញក្មេងៗរបួសដោយសារប្រទេសសៀមវាផ្លោងមកមានអារម្មណ៍ថាឈឺចាប់បងប្អូនវាឃើញហើយហេតុអីប្រទេសដែលទុនខ្សោយតែងតែជួបរងនៅអយុត្តិធម៌អញ្ចឹងបងប្អូនយើងនៅឆ្ងាយយើងមានអារម្មណ៍ថាយើងភ័យប៉ុណ្ណឹងហើយតម្រាំតែបងប្អូនដែលនៅគៀកជីព្រំដែននឹងគាត់មានអារម្មណ៍ថាភ័យប៉ុណ្ណាទេព្រោះមិនដឹងថាពួកវាមានចេតនាអីហើយវានឹងមកទម្លាក់នៅត្រង់ចំណុចណាទៀតចឹងណាចំពោះខ្ញុំមានតែសង្ឃឹមថារាជរដ្ឋាភិបាលនឹងដោះស្រាយបញ្ហាព្រំដែននឹងឲ្យបានឆាប់កុំឲ្យប្រទេសយើងរងនៅអយុត្តិធម៌បែបនេះទៀតពេលខ្លះសំបីតែអារម្មណ៍ធ្វើការងារក៏ធ្វើអត់មូលដែរបងប្អូនចង់ធ្វើអីក៏ធ្វើមិនបានល្អដែរដោយសារអារម្មណ៍យើងគិតបារម្ភសុខទុក្ខប្រជាពលរដ្ឋដែលគាត់ភៀសសឹកបងប្អូនកងទ័ពដែលគាត់ត្រូវទៅសមរភូមិហើយត្រូវយើងមិនដឹងថាគាត់ត្រូវពលីនៅពេលណាមិនដឹងថាវានឹងលុកលុយដល់ចំណុចណាបារម្ភគឺបារម្ភខ្លាំងណាស់ហើយពេលធ្វើវីដេអូហើយគ្មានអារម្មណ៍កាត់ទេបងប្អូនមានអារម្មណ៍ថាបាក់មកអត់ដឹងថានិយាយថាមិនឲ្យសមមិនដឹងថាជេរពួកវាមិនឲ្យវាសមអញ្ចឹងណាប្រជាជនស៊ីវិលប្រជាជនដែលគ្មានកំភ្លើងក្នុងដៃវានៅហ៊ានមកបាញ់ដោយគ្មានខ្លាចញញើតប្រទេសណាទាំងអស់វាហ៊ានជ្រៀនពៀនចូលមកដល់ទឹកដីយើងហើយវាហ៊ានចូលមកបាញ់ប្រជាជន